បាទសួស្តីអ្នកគ្នាវិលមកកាន់មួយនឹងវីដេអូថ្មីឥឡូវនេះគឺយើងកំពុងតែនៅស្ថិតនៅក្នុងឆ្នាំ2025ដែលជិតឈានទៅដល់ឆ្នាំ2026ហើយតើតើនឹងប្រព័ន្ធបច្ចេកវិទ្យាឬក៏ AI ក៏វាដើរលឿនណាស់ដែរហើយខ្ញុំនឹងលើកយកតើតើនឹង Canon PRD2 មកនិយាយជាមួយអ្នកគ្នានៅក្នុងវីដេអូមួយនេះទោះបីជាវាចេញយូរឆ្នាំមែនប៉ុន្តែកាមេរ៉ាមួយនេះវានៅតែមានចំណុចខ្លាំង3ដែលគួរឲ្យកត់សម្គាល់ទៅលើវាអញ្ចឹងចំណុចខ្លាំងទី1របស់វានោះគឺ Dual Pixel AF ដែលកាមេរ៉ា Canon PRD2 នេះគឺវាធ្វើការ focus បានលឿនអញ្ចឹងមិនថាវាជាចំនួនចាស់យូរក៏ពិតមែនក៏ប៉ុន្តែនៅក្នុងឆ្នាំ2026វាក៏ជាប្រភេទកាមេរ៉ាមួយដែលល្អប្រើហើយបើយើងនិយាយចំទៅកាមេរ៉ានេះគឺវាស័ក្តិសមបំផុតសម្រាប់អ្នកដែលគាត់ជាអ្នកផលិតមាតិកាឬក៏ជាអ្នកថតរូបលក្ខណៈគ្រួសារការ OC យើងក៏អាចយកទៅថតកាបបានដែរឬក៏អ្នកដែលគាត់យកទៅធ្វើវីដេអូ vlog ចំណុចខ្លាំងទី2របស់វានោះគឺតកតងនឹងថ្មសម្រាប់ថ្មវាវិញគឺយើងអាចថតបានរហូតទៅដល់600ស្លឹកទៅដល់1000ស្លឹកអញ្ចឹងគឺវានៅតែខ្លាំងតកតងនឹងថ្មបើសិនយើងយកទៅចេញក្រៅយើងទៅថតរូបខាងក្រៅក្នុងរយៈពេល1ថ្ងៃយើងអត់ចាំបាច់បារម្ភតកតងនឹងថ្មវាហើយចំណុចខ្លាំងទី3នោះដែលយើងគួរឲ្យកត់សម្គាល់គឺតកតងនឹងរូបរាងបើយើងនិយាយតកតងទៅនឹងកាមេរ៉ា DSLR យើងប្រកាសជាគិតដែរថាកាមេរ៉ាហ្នឹងវាប្រកាសជាមានរូបរាងធំហើយពួកអីតាំងពីការផលិតពីមុនមកដូចស៊េរីពួក 6D Mark II វាសុទ្ធតែជាប្រភេទកាមេរ៉ា DSLR ដែលមានរូបរាងធំហើយវារាងធ្ងន់ដូច 70D 80D អញ្ចឹងទៅហើយសម្រាប់ Canon PRD2 នេះវិញគឺវាមានរូបរាងស្រាលមែនទែនហើយក៏ងាយស្រួលកាន់ដាក់តាមខ្លួនដែរអ្នកនរហើយនៅពេលយើងកាន់វាទៅយើងមានអារម្មណ៍ថាវាជាប្រភេទកាមេរ៉ាមួយជាប្រភេទកាមេរ៉ាអាជីពបែប professional ដែរហើយទោះបីជាយ៉ាងណាកាមេរ៉ាមួយនេះវានៅតែខ្លាំងជាងកាមេរ៉ាទូរស័ព្ទដៃនាពេលបច្ចុប្បន្នផងដែរប៉ុន្តែតើតើទៅនឹងចំណុចខ្លាំងទាំងអស់នេះយើងគួរតែដឹងរឿងពិតដែរតើតើទៅនឹងកាមេរ៉ាមួយហ្នឹងអញ្ចឹងតើតើនឹងកាមេរ៉ា Canon PRD2 នេះបើយើងប្រើទៅលើវីដេអូ 4K ឬក៏អ្នកជាអ្នកផលិតមាតិកាមួយដែលត្រូវការកម្រិតវីដេអូ 4K គឺវាអាចនឹងរៀងទាស់ចិត្តបន្តិចព្រោះអីវានឹងក្របវីដេអូរបស់អ្នកហើយតើតើនឹងប្រព័ន្ធ auto focus ដែលវាមានមុខងារមួយគេហៅថា Dual Pixel AF ហ្នឹងគឺវាអត់ដំណើរការនៅលើវីដេអូ 4K ហើយនៅលើ sensor របស់វាគឺប្រភេទពួក sensor APS-C ហើយតែនៅពេលដែលយើងប្រើវីដេអូ 4K គឺវានឹងក្របដល់តង់ទៀតហើយចំណុចមួយទៀតដែលយើងគួរដឹងដែរព្រោះថាប្រភេទកាមេរ៉ា DSLR ហ្នឹងគឺគេចាប់ផ្ដើមឈប់ផលិតវាទៀតហើយអញ្ចឹងអ្នកគ្នាឃើញហើយកាមេរ៉ាបច្ចុប្បន្នរបស់ Canon គឺវាបានចេញទៅគោលល្អដែលវាមាន sensor mirrorless បើយើងសរុបជារួមទៅសម្រាប់កាមេរ៉ាមួយនេះនៅក្នុងឆ្នាំ2026គឺយើងគួរតែទិញវាសម្រាប់អ្នកដែលគាត់មានថវិកាតិចអ្នកដែលគាត់ចង់ផ្លាស់ប្ដូរបទពិសោធន៍ជាមួយនឹងកាមេរ៉ាព្រោះថាវាអាចនាំអ្នកគ្នាទៅស្គាល់ទាក់ទងនឹងការប្រើប្រាស់យើងអាចរៀនពីមូលដ្ឋានគ្រឹះដោយចំណាយលុយតិចទៅទិញវាដើម្បីសិក្សាវិវាបន្ថែមតែចំណុចខ្លាំងរបស់វាគឺវាអាចធ្វើការបានល្អការថតរូបក៏បានស្អាតដែរ auto focus របស់វាក៏បានលឿនដែរក៏តែវាដំណើរការលឿននៅលើកម្រិតវីដេអូ Full HD អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាជាអ្នកផលិតមាតិកាវីដេអូ 4K ខ្ញុំគិតថាវាមិនមែនជាជម្រើសដ៏ល្អសម្រាប់អ្នកគ្នាទេអញ្ចឹងអ្នកគ្នាគិតយ៉ាងណាដែរចំពោះកាមេរ៉ាមួយនេះបើសិនអ្នកគ្នាមានមតិយោបល់បន្ថែមអ្នកគ្នា comment នៅខាងក្រោមកុំភ្លេចចុច like subscribe មួយផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបានទៀតអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ